លោកជីមរ៉ុនបាននិយាយថាបើអ្នកមិនរចនាគម្រោងជីវិតរបស់អ្នកទេអ្នកនឹងធ្លាក់ចូលនៅក្នុងគម្រោងរបស់មនុស្សផ្សេងនៅក្នុងវីដេអូនេះអ្នកនឹងរៀនអំពីមធ្យោបាយកំណត់គោលដៅដ៏មានប្រសិទ្ធភាពរបស់លោកជីមរ៉ុនដែលជាវិធីសាស្ត្រជួយមនុស្សរាប់លានអ្នកបង្កើតភាពច្បាស់លាស់ទិសដៅនិងការរីកចម្រើនផ្ទាល់ខ្លួនហេតុអ្វីបានជាគោលដៅមានសារៈសំខាន់លោកជីមរ៉ុនជឿថាការកំណត់គោលដៅមិនមែនសម្រាប់អ្វីដែលអ្នកត្រូវសម្រេចបាននោះទេប៉ុន្តែវាជាការនាំឲ្យអ្នកខ្លាយទៅជាអ្វីមួយឬក៏ជានរណាម្នាក់នៅក្នុងដំណើរការនេះមនុស្សជាច្រើនរស់នៅដោយគ្មានទិសដៅតែពេលអ្នកដាក់គោលដៅអ្នកកំពុងប្រាប់ជីវិតថានេះគឺជាអ្វីដែលអ្នកចង់ទៅដល់ដូច្នេះចូលជប់រស់ដោយការឆ្លើយតបនឹងអ្វីដែលបានកើតឡើងហើយចាប់ផ្ដើមបង្កើតគោលដៅឥឡូវនេះជំហានទី1ចូលសរសេរចុះទាំងអស់នៅអ្វីដែលអ្នកចង់បានដូច្នេះសូមយកក្រដាសមួយហើយសរសេរគោលដៅចំនួន50ដែលអ្នកចង់សម្រេចនៅក្នុងជីវិតនេះនៅពេលសរសេរសូមកុំគិតច្រើនកុំវិភាគគ្រាន់តែសរសេរចុះទាំងអស់មកវាអាចជាស្បិនធំធំក្តីប្រាថ្នាតូចតូចគោលដៅផ្ទាល់ខ្លួនការងាររឿងហិរញ្ញវត្ថុគោលដៅគ្រួសារនិងគោលដៅខាងពលឹងវិញ្ញាណផងដែរជំហាននេះវានឹងធ្វើឲ្យអំណាចនៃការស្មើសម័យរបស់អ្នកញាក់ឡើងវិញហើយវាជាការមួយដែលអ្នកជឿថាអនាគតរបស់អ្នកនឹងធំនិងភ្លឺត្រចះត្រចង់ជាងអតីតកាលរបស់លោកអ្នកជំហានទី2កំណត់រយៈពេលបន្ទាប់មកមើលគោលដៅទាំងអស់ហើយកំណត់រយៈពេលឲ្យវាអាចដាក់ថាជាគោលដៅ1ឆ្នាំ3ឆ្នាំ5ឆ្នាំឬក៏10ឆ្នាំរយៈពេលធ្វើឲ្យមានភាពច្បាស់លាស់ហើយភាពច្បាស់លាស់នាំឲ្យបង្កើតថាមពលគោលដៅមួយចំនួនត្រូវការចាប់ដើមភ្លាមហើយខ្លះទៀតត្រូវការច្រើនឆ្នាំដើម្បីអភិវឌ្ឍខ្លួនឯងប៉ុន្តែគោលដៅទាំងពីរគឺមានសារៈសំខាន់ដូចគ្នាជំហានទី3ជ្រើសគោលដៅ4ដែលសំខាន់បំផុតសម្រាប់ឆ្នាំក្រោយឥឡូវនេះសូមសម្លឹងមើលគោលដៅ1ឆ្នាំហើយសម្រាប់យកគោលដៅចំនួន4ដែលសំខាន់ជាងគេគោលដៅទាំងនេះគឺជាអ្វីដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកនៅឆ្នាំខាងមុខបានសូមជ្រើសរើសកុំទៅតាមសម្ពាធដែលអ្នកមានតែចូលជ្រើសទៅតាមអារម្មណ៍និងការប៉ិនប្រសប់របស់អ្នកជ្រើសគោលដៅដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្ញុំចង់សម្រេចវាជំហានទី4សរសេរមូលហេតុរបស់អ្នកសម្រាប់គោលដៅទាំង4នោះសូមសរសេរខ្លីៗឆ្លើយនឹងសំណួរហេតុអ្វីខ្ញុំចង់បានវាហើយវាបង្កើតឲ្យខ្ញុំខ្លាចជានរណាពាក្យថាហេតុអ្វីគឺវាបង្កើតកម្លាំងជំរុញដ៏អស្ចារ្យមួយវាគឺជាអ្វីដែលរក្សាអ្នកមិនឲ្យអ្នកបោះហើយនៅពេលដែលហេតុផលរបស់អ្នកខ្លាំងវិន័យដែលនាំឲ្យអ្នកសម្រេចគោលដៅនោះវានឹងខ្លាយជារឿងងាយស្រួលជំហានទី5បង្កើតផែនការអនុវត្តតូចៗឥឡូវនេះចូលសរសេរចុះនៅជំហានតូចៗដែលនាំឲ្យអ្នកដើរទៅរកគោលដៅមួយៗបានវាអាចជាតើអ្នកត្រូវកែទម្លាប់អ្វីខ្លះតើអ្នកត្រូវរៀនជំនាញអ្វីបន្ថែមតើអ្នកត្រូវជួបអ្នកណាខ្លះតើមានជំហានតូចៗណាដែលអ្នកអាចធ្វើជារៀងរាល់ថ្ងៃនិងរៀងរាល់សប្តាហ៍ដើម្បីឲ្យកាន់តែខិតជិតដល់គោលដៅនោះលោកជីមរ៉ុនបាននិយាយថាជោគជ័យគឺជាវិន័យតូចៗដែលអ្នកអនុវត្តជារៀងរាល់ថ្ងៃជាចុងក្រោយសូមពិនិត្យមើលគោលដៅជារៀងរាល់ថ្ងៃការពិនិត្យគោលដៅជារៀងរាល់ថ្ងៃនេះគឺមិនមែនដើម្បីដាក់សម្ពាធលើខ្លួនឯងទេប៉ុន្តែដើម្បីពិនិត្យមើលថាតើអ្នកកំពុងតែដើរទៅខាងណានៅពេលដែលអ្នកគិតអំពីគោលដៅជារៀងរាល់ថ្ងៃខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមឃើញឱកាសថ្មីៗដំណោះស្រាយថ្មីៗនិងទ្វារបើកចំហដែលអ្នកមិនធ្លាប់បានឃើញពីមុនមកសរុបមកវិញនេះគឺជាមគ្គុទ្ទេសក៍កំណត់គោលដៅរបស់លោកជីមរ៉ុនសរសេរចុះគោលដៅចំនួន50កំណត់រយៈពេលហើយជ្រើសរើសគោលដៅសំខាន់ចំនួន4សម្រាប់ឆ្នាំក្រោយសរសេរហេតុផលឬក៏មូលហេតុបង្កើតផែនការសកម្មភាពតូចៗនិងពិនិត្យមើលឡើងវិញជារៀងរាល់ថ្ងៃបើអ្នកអនុវត្តការរីកចម្រើនរបស់អ្នកនឹងមកពីការចង់គម្រោងនេះវាមិនមែនមកពីសំណាងឬក៏ពីបច្ចេកទេសនោះទេសូមអរគុណសម្រាប់ការស្ដាប់និងទស្សនាហើយកុំភ្លេចថាជោគជ័យគឺជាអ្វីដែលអ្នកទាក់ទាញបានតាមរយៈមនុស្សដែលអ្នកនឹងក្លាយទៅជា